ធ្វើល្អបានល្អក៏សាងអំពើល្អឲ្យបានចរិញញាក់នឹងមានសំណាងល្អកាលពីព្រេងនាយមានភូមិបុរាណមួយស្ថិតនៅជើងភ្នំនៅទីនោះមានក្មេងស្រីម្នាក់ឈ្មោះស្រីពេជ្រមានចិត្តល្អស្មោះត្រង់ហើយគ្រប់គ្នានៅក្នុងភូមិសុទ្ធតែស្រឡាញ់នាងស្រីពេជ្រដើរចូលទៅក្នុងព្រៃដើម្បីបេះថ្នាំរុក្ខជាតិសម្រាប់ធ្វើឱសថព្យាបាលស្រីពេជ្របានជួបនឹងព្រាហ្មណ៍ចាស់ម្នាក់ហើយនាងបានផ្ដល់ទឹកនិងបាយមកហូបជូនព្រាហ្មណ៍ចាស់ដោយភាពរីករាយព្រាហ្មណ៍ចាស់ផ្ដល់ពរដល់ស្រីពេជ្រសូមឲ្យការប្រាថ្នារបស់អ្នកបានសម្រេចដោយបំណងតែមានអ្នកគូមួយចំនួនចំណាយនាងនិយាយពាក្យមិនល្អដាក់នាងតែទោះជាយ៉ាងណានាងនៅតែមិនខឹងថ្ងៃមួយបញ្ហាមួយបានកើតឡើងភ្នំធំមួយមានការបាត់ស្រុតចុះបណ្ដាលឲ្យមានបញ្ហាដល់អ្នកភូមិស្រីពេជ្របានទៅជួបព្រាហ្មណ៍ចាស់សុំគាត់ឲ្យជួយព្រោះនាងដឹងយ៉ាងច្បាស់ថាព្រាហ្មណ៍ចាស់អាចជួយបានព្រាហ្មណ៍ចាស់បានជួយស្រីពេជ្រដោយបញ្ចេញមហិទ្ធិឫទ្ធិសង្គ្រោះអ្នកភូមិពេលនោះស្ថានភាពក៏បានល្អប្រសើរហើយព្រាហ្មណ៍ចាស់បានកោតសរសើរស្រីពេជ្រហើយបាននិមិត្តកន្លែងគោរពបូជាបង្ហាញពីភាពល្អដល់អ្នកភូមិជាចុងក្រោយព្រាហ្មណ៍ចាស់និយាយថាធ្វើល្អបានល្អក៏សាងអំពើល្អឲ្យបានចរិញញាក់នឹងមានសំណាងល្អ